នេះគឺជាកំហុសទាំង4ដែលខ្ញុំបានប្រើ Adobe Photoshop ដំបូងក្នុងនាមជា Designer ហើយវីដេអូនេះដែរឧបត្ថម្ភដោយគ្រូហ្វាខ្ញុំផ្ទាល់តែម្ដង The Filter រៀងពាក់កណ្ដាលខែដែរហើយអញ្ចឹងចូលទៅទស្សនាវីដេអូទាំងអស់គ្នា Let's go កំហុសទី1នោះគឺការមិនប្រើ Layer Mask អញ្ចឹង Layer Mask នៅពេលដែលខ្ញុំកាត់ background ដំបូងគឺខ្ញុំប្រើ Flex Fen ហើយ Flex Fen ហ្នឹងគឺខ្ញុំ Control J ឬក៏ខ្ញុំទាញយកទៅដាក់នៅលើកិច្ចការរបស់ខ្ញុំតែម្ដងអញ្ចឹងនៅពេលដែលយើងកាត់ background ដោយប្រើ Flex Fen ហើយយើងមិនប្រើ Layer Mask នៅពេលដែលយើងធ្វើទៅតំបន់ខ្លះគឺយើងកាត់ទៅអត់បានស្អាតទេគឺអាចដាច់ឬក៏អីចឹងទៅចឹងនៅពេលដែលយើងមិនប្រើ layer mask យើងមិនអាចយកតំបន់ទាំងអស់នោះមកវិញបានទេអញ្ចឹងយើងប្រើ layer mask ទៅយើងអាចយកមកវិញបានដោយយើងគ្រាន់តែប្រើនៅប្រាស់ហើយយើងយកឆ្នូត perfect យើងអាចផាត់មកយើងអាចយកមកវិញបានកំហុសទី2នោះគឺការមិនប្រើនៅ smart object អញ្ចឹងនៅពេលដែល product ឬក៏ element របស់ទាំងអស់គ្នាយកទៅក្នុងកិច្ចការរបស់ទាំងអស់គ្នាហើយទាំងអស់គ្នាចង់បរិចឬក៏បរូមដោយមិនប្រើ smart object quality របស់ product ឬក៏ element របស់ទាំងអស់គ្នាប្រកាសជាបែកអញ្ចឹងមើលទៅគឺអត់ស្អាតទេបើសិនជាទាំងអស់គ្នាចង់ឲ្យ product ឬក៏ element របស់ទាំងអស់គ្នាមិនបែក pixel ទាំងអស់គ្នាត្រូវតែប្រើ convert ទៅជា smart object ទាំងអស់គ្នាកំហុសទី3នោះគឺការមិនប្រើ guide គឺដំបូងគឺខ្ញុំអត់គិតថា guide គឺមានសារៈប្រយោជន៍ទេក៏ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើ artwork ឬក៏ប្រភេទ string ឬក៏ poster ណាមួយគឺខ្ញុំដាក់ស្មានតែម្ដងអញ្ចឹងនៅពេលដែលខ្ញុំយល់ពី guide ទៅអូខេគឺស្រួលយើងដាក់បដាគឺ clear គ្នាឬក៏ false space មើលទៅគឺសមរម្យចំណែកឯកំហុសទី4នោះគឺការប្រើ Photoshop ច្រើនពេកនៅពេលដែល poster ខ្ញុំមួយគឺខ្ញុំ define ដំបូងគឺខ្ញុំដាក់ font គឺច្រើនមែនតែនគឺរហូតទៅដល់ 5-6 font នោះគឺមើលទៅគឺអត់ចូលគ្នាតែម្ដងអញ្ចឹងនៅក្នុង poster មួយគេដាក់ font 1ឬក៏ font 2តែប៉ុណ្ណោះសម្រាប់ខ្ញុំគឺ1ឬក៏2ចឹងទៅតាមប្រភេទ poster របស់យើងហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាមានប្រយោជន៍ទៅដល់ទាំងអស់គ្នាដែលទើបតែចាប់ផ្ដើម design ថ្មីហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ